នៅក្នុងថ្ងៃនេះលោកគ្រូនឹងដឹកនាំសិស្សានុសិស្សទាំងអស់គ្នាគឺបន្តមេរៀនរបស់យើងក្នុងវគ្គមុនណាគឺសិស្សានុសិស្សទាំងអស់គ្នាគឺបានសិក្សាគឺតាក់ទងជាមួយនឹងមេរៀនទី1នៅក្នុងមេរៀនទី1ហ្នឹងគឺយើងបានរៀនពាក្យចំនួន5ហើយលោកគ្រូក៏បានបង្ហាញសិស្សានុសិស្សទាំងអស់គ្នាតាក់ទងជាមួយនឹងការសរសេរអក្សរចិនផងដែរហើយក៏បានផ្ដល់ជាការងារសម្រាប់ធ្វើគឺសង្ឃឹមថាសិស្សានុសិស្សទាំងអស់គ្នាគឺបានយកអ្វីដែលលោកគ្រូដាក់ឲ្យហ្នឹងគឺយកទៅធ្វើថ្ងៃនេះតោះកុំឲ្យខាត់ពេលយូរយើងនឹងចូលមេរៀនបន្តទៀតអញ្ចឹងនៅក្នុងមេរៀនទី2អញ្ចឹងយើងមើលមេរៀនទី2អញ្ចឹងអក្សរនេះយើងអានថាម៉េចបើយើងអានថាទីមែនទេនេះគឺអក្សរអនឹងប្រែថា2ណាបាទខប្រែថាមេរៀនអញ្ចឹងទីអខប្រែថាមេរៀនទី2អានេះអក្សរឲ្យគេចាំហ៎កុំថាមិនចាំនេះគឺអក្សរនីត្រូវទេយើងបានរៀនហើយណាបាទហើយនេះគឺអក្សរចៅនេះគឺ什么ចឹងនីចៅ什么ប្រែថាតើអ្នកឈ្មោះអ្វីនីចៅ什么អ្នកឈ្មោះអីនៅក្នុងមេរៀនថ្ងៃនេះលោកគ្រូប្រើអំពីគោលដៅនៃការរៀនសិស្សានុសិស្សបានសិក្សាហើយនឹងចេះអំពីរបៀបនៅក្នុងការណែនាំខ្លួនណាចេះអំពីរបៀបនៅក្នុងការណែនាំខ្លួនដោយនៅក្នុងការណែនាំខ្លួននេះយើងចេះពីរបៀបសួរគេហើយក៏ចេះឆ្លើយប្រាប់គេដែរសួរគេយើងចេះសួរទៅលើអីខ្លះយើងនឹងចេះសួរគេទៅលើ2ចំណុចទី1សិស្សានុសិស្សទាំងអស់គ្នាចេះសួរអំពីឈ្មោះរបស់គេណាតើពេលយើងសួរឈ្មោះគេចង់ដឹងគេឈ្មោះអីនេះយើងសួរយ៉ាងម៉េចទី2គឺយើងចេះសួរអំពីជនជាតិសួរថាតើអ្នកជាជនជាតិណាជនជាតិអ្វីហ្នឹងតើគេសួរយ៉ាងម៉េចអញ្ចឹងនៅក្នុងមេរៀននេះគឺអ្នកទាំងអស់គ្នាសិស្សានុសិស្សយើងនឹងបានជួបបន្ថែមពីលើនឹងទៀតគឺយើងក៏ចេះឆ្លើយដែរយើងចេះសួរឈ្មោះគេហើយយើងក៏ចេះឆ្លើយឈ្មោះខ្លួនឯងប្រាប់គេដែរហើយសិស្សានុសិស្សក៏ចេះឆ្លើយពីសញ្ជាតិខ្លួនឯងប្រាប់គេដែរអញ្ចឹងគោលដៅមាន2ថែមទៀតគឺចេះសួរឈ្មោះនិងសួរសញ្ជាតិឆ្លើយឈ្មោះឆ្លើយសញ្ជាតិហ្នឹងណាបាទអញ្ចឹងឥឡូវនេះសិស្សានុសិស្សទាំងអស់គ្នាសូមធ្វើការអានតាមលោកគ្រូទាំងអស់គ្នា第二课你叫什么你叫什么叫什么是哪国中国法国人សូមអានម្ដងទៀត叫什么是哪国中国法国人法国中国哪是什么叫បាទយើងអានប៉ុណ្ណឹងសិនអញ្ចឹងយើងមើលណានីចៅ什么តើអ្នកឈ្មោះអ្វីនេះគឺជាចំណងជើងមេរៀនរបស់យើងពេលនេះលោកគ្រូសូមធ្វើការបង្ហាញនៅពាក្យមួយឲ្យបានយល់ពាក្យថាចៅពាក្យចៅនឹងប្រែថាហៅសិស្សានុសិស្សទាំងអស់គ្នាអាចកត់ត្រាបន្ថែមគ្រូមិនបានដាក់ឲ្យថែមណាចៅនឹងប្រែថាហៅទីការពិតពាក្យហ្នឹងបើយើងប្រែឲ្យចំហ្មងគឺប្រែថាហៅតែនៅពេលដែលគេប្រើសម្រាប់ការសួរឈ្មោះពាក្យនេះក៏អាចប្រែថាឈ្មោះដែរឧទាហរណ៍ថានេះចៅ什么មានន័យថាអ្នកត្រូវបានគេហៅថាអីគេអញ្ចឹងអ្នកឈ្មោះអីនឹងឯងយល់បានទេបាទអញ្ចឹងបើយើងប្រែឲ្យចំហ្មងពាក្យហ្នឹងគឺប្រែថាហៅយើងប្រែថាពីរចុះប្រែថាហៅឬឈ្មោះតើបានទេបាទនេះចៅ什么អ្នកឈ្មោះអីអញ្ចឹងចៅហ្នឹងប្រែថាឈ្មោះឬក៏ហៅណា什么នេះគឺប្រែថាអ្វី什么គឺប្រែថាអ្វីមុនពេលចូលពាក្យ什么លោកគ្រូសូមត្រឡប់ទៅក្រោយបន្តិចសិនពាក្យចៅនេះគឺយើងឃើញអក្សរជីយើងមើលទៅលើជនជាតិរបស់គេរបស់ពាក្យហ្នឹងជីនេះគឺអក្សរជីអញ្ចឹងជីអោចៅស្រៈនេះគឺនៅក្នុងតារាង pin in របស់យើងគឺអត់មានទេណាអញ្ចឹងសូមចាំណា I A O គឺស្រៈ L I A O គឺស្រៈ L អញ្ចឹងសូមកត់ត្រាបាទ I A O គឺស្រៈ L ដូច្នេះសូមសិស្សានុសិស្សទាំងអស់គ្នាកត់ត្រាអញ្ចឹង GL ចៅ GL ចៅអញ្ចឹងដាក់សំឡេងទី4មកចៅអញ្ចឹងពាក្យនេះគឺសំឡេងទី4ចៅប្រែថាឈ្មោះដូច្នេះសូមចងចាំហើយកត់ត្រាទុកផងបាទមួយទៀតគឺ什么ប្រែថាអ្វី什么គឺប្រែថាអ្វីយើងមើលឃើញអក្សរនេះយើងមើលទៅលើការប្រកបអក្សរសឺនេះគឺស្រៈ n សឺ n សិនសំឡេងទី2សិនបាទសិនដល់ពេលនេះគឺអក្សរមនេះគឺស្រៈមែនទេមមអញ្ចឹងដល់ពេលដែលយើងអានសិនមឬក៏សិនមពាក្យនេះយើងអានសិនមក៏បានសិនមក៏បានគឺបានទាំងពីរអញ្ចឹងសូមចាំថាជាទូទៅនៅពេលដែលជនជាតិចិនគាត់និយាយគឺគាត់និយាយសិនមសំទោសសិនមគាត់និយាយ什么តែដល់ពេលដែលយើងអាន什么ក៏បានសិនមក៏បានគឺបានទាំងពីរដូច្នេះសិស្សានុសិស្សទាំងអស់គ្នាលោកគ្រូណែនាំថាអាន什么ទៅ
តែយើងត្រូវយល់ថាពាក្យនេះក៏អាចអានស្មើបានដូចគ្នាអញ្ចឹងពាក្យស្មើនេះគឺប្រែថាអ្វីអញ្ចឹងពាក្យអ្វីនេះលោកគ្រូធ្វើការបញ្ចូលបន្ថែមឧទាហរណ៍ថានៅពេលដែលយើងចង់សួរគេថាតើអ្នកឈ្មោះអ្វីគឺគេប្រើពាក្យស្មើនៅពេលណាដែលយើងសួរគេថាតើអ្នកនិយាយអ្វីនេះសួរស្មើបាទសួរនិយាយ什么អ្វីនេះសួរ什么អ្នកនិយាយអ្វីនេះ学什么នេះ学什么学រៀនអ្នករៀនអ្វីនេះ听什么អ្នកស្ដាប់អ្វីនេះ看什么បាទតើអ្នកមើលអ្វីនេះ吃什么តើអ្នកញ៉ាំអ្វីអញ្ចឹងនៅពេលណាដែលយើងចង់សួរពីអ្វីដែលយើងមិនដឹងណាចង់សួររកអ្វីមួយដែលយើងឃើញដែលយើងអត់ដឹងថាវាជាអីទេតើនេះគឺយើងអាចប្រើពាក្យ什么ហ្នឹងអញ្ចឹងពាក្យ什么នេះគឺយើងប្រែថាអ្វីណាសូមចងចាំមួយទៀតគឺ是ពាក្យ是ហ្នឹងគឺប្រែថាគឺជានៅក្នុងនេះសិស្សានុសិស្សទាំងអស់គ្នាយើងមើលគឺនេះគឺអក្សរ是ហើយនេះគឺស្រៈអ៊ីអញ្ចឹង是អ៊ីទៅជា是ហេតុអីបានជា是ដាក់ស្រៈអ៊ីបានអានទៅជា是ទៅវិញអញ្ចឹងនៅក្នុងនេះណាយើងមើលនៅលើផ្ទៃអេក្រង់ត្រង់នេះមកឃើញហើយគឺលោកគ្រូនឹងឲ្យក្រុមការងារដាក់ឲ្យអញ្ចឹងយើងឃើញថាពាក្យ是នេះហេតុអីបានអានទៅជាសំឡេង是អញ្ចឹងនៅពេលដែលអក្សរទាំងអស់ដែលគ្រូបានដាក់នៅលើអេក្រង់កន្លែងនេះឲ្យណាបាទมันបានមាននៅក្នុង slide គឺបន្ថែមនៅពេលដែលវីដេអូហ្នឹងកាត់តអញ្ចឹងគឺសិស្សានុសិស្សទាំងអស់គ្នាឃើញនៅពេលដែលអក្សរទាំង7នេះបាទនៅពេលដែលអក្សរទាំង7នេះគឺមានអក្សរជឺឈឺស៊ឺរឺហើយជាមួយនឹងជឺណាឈឺស៊ឺគឺមានអក្សរចំនួន7ហ្នឹងនៅពេលដែលវាប្រើជាមួយនឹងស្រៈអ៊ីណានៅពេលដែលអក្សរទាំង7ហ្នឹងជួបជាមួយនឹងស្រៈអ៊ីគឺស្រៈអ៊ីនេះគឺត្រូវបដូរសំឡេងទៅជាអ៊ឺតើបានទេត្រូវបដូរសំឡេងទៅជាអ៊ឺណាអញ្ចឹងបងប្អូនសរសេរខ្លួនឯងណាសិស្សានុសិស្សសរសេរខ្លួនឯងថាអ៊ឺហ្នឹងយ៉ាងម៉េចអញ្ចឹងស្រៈអ៊ឺហ្នឹងសេមិនឲ្យទៅចេញអ៊ឺមកណាបាទអញ្ចឹងវាដូរទៅជាស្រៈអ៊ឺអញ្ចឹងហើយបានជាស៊ឺអ៊ីស៊ឺដល់ពេលសំឡេងទី4ទៅជាស៊ឺយល់បានទេអញ្ចឹងសូមចងចាំនេះគឺជាចំណុចសំខាន់ដែលយើងត្រូវតែចាំបាទអញ្ចឹងស៊ឺអ៊ីស៊ឺដល់ពេលសំឡេងទី4ស៊ឺអញ្ចឹងបានពាក្យនេះអានថាស៊ឺដូច្នេះបើសិនណាជាយើងអត់បានចូលរៀនអត់បានស្ដាប់គ្រូចំណុចនេះយើងអត់យល់ទេយើងអត់ដឹងទេណាអញ្ចឹងឥឡូវនេះយើងដឹងហើយមួយទៀតគឺណាហ្នឹងគឺប្រែថាណាប្រែថាណាដដែលឧទាហរណ៍ថាណាគួរប្រទេសណាគួររ៉ែនជនជាតិណាយល់បានទេបាទអញ្ចឹងណាហ្នឹងគឺប្រែថាណាដដែលនៅពេលដែលយើងជួបនៅក្នុងប្រយោគយើងនឹងយល់គួរពាក្យគួរហ្នឹងប្រែថាប្រទេសបាទពាក្យគួរហ្នឹងប្រែថាប្រទេសនៅពេលដែលយើងចង់និយាយថាប្រទេសណាមួយអញ្ចឹងគឺគេប្រើពាក្យគួរតើបានទេអង់គ្លេសគឺស្មើនឹងពាក្យថា country មួយទៀតគឺចុងគួរនេះប្រែថាប្រទេសចិនណានៅក្នុងនេះសូមបញ្ជាក់ថាពាក្យចុងមិនមែនប្រែថាចិនហើយគួរប្រែថាប្រទេសដល់ពេលចុងគួរប្រទេសចិនមិនមែនមានអីចឹងទេណាកុំមានការយល់ច្រឡំពាក្យចុងហ្នឹងគឺយើងបើយើងប្រែតាមមួយពាក្យហ្នឹងគឺប្រែថាកណ្ដាលចុងហ្នឹងប្រែថាកណ្ដាលយើងមើលគំនូសនេះក៏យល់ថាកណ្ដាលតែឃើញអត់គេគូសប្រអប់ហើយគេឈោតកណ្ដាលអញ្ចឹងមានន័យថាចុងហ្នឹងប្រែថាកណ្ដាលអានេះអក្សរចិនជាប្រភេទអក្សរគំនូសណាបើយើងមើលអក្សរយល់ក៏វាអាចជួយយើងបានខ្លះដែរប៉ុន្តែមិនប្រកាសថាយើងសុទ្ធតែអាចមើលយល់ទាំងអស់នោះទេអញ្ចឹងចុងប្រែថាកណ្ដាលដល់ពេលគួរប្រទេសដល់ពេលចុងគួរប្រែថាប្រទេសចិនទៅវិញតើបានទេបាទចឹងចុងគួរប្រែថាប្រទេសចិនមិនមែនចុងប្រែថាចិនទេសូមកុំច្រឡំឲ្យសោះមួយទៀតគឺហ្វាគួរនេះប្រែថាប្រទេសបារាំងបាទពាក្យហ្វាគួរនេះគឺយើងប្រែថាប្រទេសបារាំងអញ្ចឹងហ្វាគួរបាទប្រទេសបារាំងអូខេណាអញ្ចឹងពាក្យតាក់ទងនឹងប្រទេសឥឡូវនេះយើងចេះបានរហូតដល់ទៅ2ហើយយើងចេះពាក្យចុងគួរមួយយើងចេះពាក្យហ្វាគួរមួយទៀតគឺប្រទេសចិនប្រទេសបារាំងអូខេប្រទេសកម្ពុជាយើងអត់ទាន់មាននៅក្នុងតារាងនេះទេចាំតិចទៀតយើងនឹងជួបហើយមួយទៀតគឺយើងមានពាក្យ run បាទពាក្យ run ហ្នឹងប្រែថាមនុស្ស run គឺប្រែថាមនុស្សហ្នឹងគឺយើងដឹងហើយដូចយើងទាំងអស់គ្នាគឺជាមនុស្សអញ្ចឹងយើង run គេហៅ run តន់បានអញ្ចឹងនៅក្នុងនេះលោកគ្រូប្រាប់ពីចំណុចកលឹះមួយទៀតបាទចំណុចកលឹះមួយទៀតលោកគ្រូមិនបានបង្ហាញនៅលើអេក្រង់ទេប៉ុន្តែសូមកត់ត្រាដោយខ្លួនឯងនៅក្នុងនេះយើងឃើញមានពាក្យគួរប្រែថាប្រទេសពាក្យ run គឺប្រែថាមនុស្សនៅពេលដែលពាក្យគួរនិងពាក្យ run នៅជាមួយគ្នាគឺទៅជាគួរ run ស្ដាប់ឲ្យតន់ម្ដងទៀតពាក្យគួរប្រែថាប្រទេសពាក្យ run ប្រែថាមនុស្សនៅពេលដែលពាក្យទាំងពីរនេះនៅជាប់គ្នាកាលណាតែវានៅជាប់គ្នាគឺគួរ run ត្រូវទេបាទអញ្ចឹងនៅពេលដែលគួរនិង run នៅជាប់គ្នាគឺប្រែថាសញ្ជាតិអញ្ចឹងគួរ run អាហ្នឹងនៅពេលដែលពាក្យពីរនឹងបូកចូលគ្នាคล้ายទៅជាពាក្យថ្មីមួយហៅថាគួរ run ប្រែថាសញ្ជាតិឬក៏ជនជាតិតន់បានទេអញ្ចឹងបាទគឺប្រែទៅជាសញ្ជាតិឬជនជាតិអញ្ចឹងសូមចងចាំបាទប៉ុណ្ណឹងអត់មានអីអត់យល់ទេព្រោះអីស្ដាប់គ្រូឲ្យតន់មកគឺយល់ហើយអញ្ចឹងនៅពេលដែលប្រទេសបូកជាមួយនឹងមនុស្សប្រែថាទៅជាសញ្ជាតិវិញអញ្ចឹង Korean អ្នកយកពាក្យពីរនេះបូកចូលគ្នាទៅជា Korean ប្រែថាជនជាតិឬក៏សញ្ជាតិវិញអញ្ចឹងសូមចងចាំកន្លែងហ្នឹងអូខេបាទអញ្ចឹងអាហ្នឹងគឺតាក់ទងនឹងចំណុចហ្នឹងមួយអាហ្នឹងគឺចំណុចទី1មួយទៀតគឺនៅពេលណាដែលយើងចង់និយាយថា
chẳng được bây giờ có bố chúng mình rắn vì pre ban tại chôn chiết đấy, phần tay vì ở toàn đăng thải chi chôn chiết ấy gì, ở toàn đăng gì toàn bàn đấy, ở toàn đăng thải chi chôn chiết chân, chi chôn chiết Bà Rang, chi chôn chiết Campuchia, ná, chôn chiết ở American, nhưng ở toàn đăng thải chi chôn chiết ấy gì, còn để đăng thá pre thá chôn chiết rồi có sinh chiết pre ban tại phần đăng ấy, phần tay nó bây giờ dương trong này dây thá chôn chiết chân, ta dương dây thá mình, chẳng đôi kêu ban này dây hàng đăng mấy thá dương còn để dầu bịa prote, từ bộ nằng rắn, cứ vì nằng khai tại chí sinh chiết, bởi sân thì dương cho này dây tha chôn chiết chân chân dương con tại do bịa để hai tha prote chân nó hai thằng mạch chân dương con tại do bịa prote chân từ bộ cho mùi nằng bịa rần máu để pre tham mà nốt chân vì nằng khai tại chia chôn chiết này prote nằng được chứ nè dương do bịa chung của bộ cho mùi nằng rần tại chia chung của rần pre tha chôn chiết chân cười nhé bản chất nó bây giờ dương do bịa prote nam môi từ bộ nằng bịa rần mini tha vì pre tại chia mình nốt để thật là không prote nắng chân mini tha mà nốt nó cứ chôn chiết nằng chân chung của rần pre tha chôn chiết chân đặc biệt này được khi này phá của pre tha prote Bà Rang đặc biệt dân cho này dạy thà chôn chiết Bà Rang cứ dân con tại do bịa Bà Rang tập bố cho mình bịa rắn vì tay chỉ chôn chiết Bà Rang chẳng phá quá rắn phải thà chôn chiết Bà Rang những sơ sang thằng ngọc thì khinh miên phiệp nghi sự đùa lấy bởi dân ban châu sặc xa dân ở ban miền cà sành dồn á bà ok chẳng phần nắng lực ru sừng khâm thả ai dồn bà này của khu này dạy mùi mùi cho bà thế